ងហ្នឹងមិនច្បាស់លាស់ជួនកាលដំណឹងខុសតាក់ទងទៅនឹងចំនួនបាតកោដែលចូលរួមក្នុងក្បួនដង្ហែបាតកម្មរបស់គណៈបកសង្គ្រោះជាតិម្ដងតែលើកនេះថ្ងៃ22ខែធ្នូនេះយើងឃើញមានអ្នកចូលរួមមានចំនួនកកលើសលើសសម្បត្តិជាថ្ងៃប្រវត្តិសាស្ត្រដូច្នេះគុំអ្នកសាប់ឲ្យអ្នកសាប់ព័ត៌មានដែលរាយការណ៍ពីបាតកម្មយើងថាមានមនុស្សតែ 5,000 នាក់ឈួតអាណាថា 5,000 នាក់ថា100,000 នាក់ក៏ខុសដែរ2,000,000ក៏ខុសដែរ10,000,000ក៏ខុសដែរ20,000,000ក៏ខុសដែរ30,000,000ក៏ខុសដែរប្រហែល40,000,000ហើយខ្ញុំនិយាយពី40,000,000សូមឲ្យចេះគិតទាំងអស់គ្នាជាពិសេសអ្នកដែលប៉ាន់ស្មានតួលេខឥឡូវនេះក្បួនដង្ហែបាតកម្មគណៈបកសង្គ្រោះជាតិទើបតែចេញពីទីលានប្រជាធិបតេយ្យទេបងប្អូនមកដល់ពេលចឹងហើយមកដល់ពេលចឹងទេកន្ទុយទើបតែចេញពីទីលានប្រជាធិបតេយ្យទេនៅការទៀតភ្លើងដូច្នេះសូមអ្នកសារព័ត៌មានអ្នកសង្កេតការណ៍ចេះវាស់វែងពីការទៀតភ្លើងមកដល់ពេលចិនប្រមាណគីឡូខ្ញុំថាស្មានចុះប៉ុន្តែយើងវាស់វែងយើងអាចព្រៀបផ្ទាត់បានខ្ញុំថា4គីឡូចុះណា4គីឡូមិនប្រមាណទៅចាំយើងវាស់ឲ្យច្បាស់ថា4គីឡូសិនចុះក្នុង1គីឡូមានប្រមាណម៉ាត់1គីឡូមានប្រមាណម៉ាត់1000ចឹង4គីឡូមានប្រមាណម៉ាត់4,000 ម៉ាត់ឥឡូវក្នុង1ម៉ាត់នេះមានមនុស្សប្រមាណនេះសូមនៅស្ងៀមខ្ញុំរាប់1ម៉ាត់4ឈុងដូច្នេះយើងឃើញថា1ម៉ាត់មានមនុស្ស100នាក់4គីឡូវា4,000 ម៉ែត្រ4,000 ម៉ាត់គុណនឹង100វា40,000,000សម្បើណា40,000,000ណាដូច្នេះសូមឲ្យទាំងអស់គ្នាដឹងការពិតយ៉ាងតិចណាស់មនុស្ស40,000,000នាក់ថ្ងៃនេះទាមទារឲ្យហ៊ុនសែនចូលជ័យរមមលឿហើយបើថាមិនលឿទេប្រយ័ត្នអន្តរាយ